ជម្រាបសួរលោកគ្រូអ្នកគ្រូក៏ដូចជាសួស្តីអ្នកនរគ្នានាងខ្ញុំឈ្មោះសុសុភាវតីជាសិស្សថ្នាក់ទី9ខនៃសាលាអនុវិទ្យាល័យសំពៅលូនអញ្ចឹងអ្នកនរគ្នាមិនដែលដឹងថានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងណាការប្រើប្រាស់ភ្លើងគឺជារឿងសាមញ្ញប៉ុន្តែវាមានសារៈសំខាន់ណាស់ចំពោះយើងទាំងអស់គ្នាដូច្នេះអ្នកនរគ្នាមិនដែលដឹងថាតើយើងគួរប្រើវិធីណាមួយដើម្បីឲ្យការប្រើប្រាស់ភ្លើងរបស់យើងមានលក្ខណៈងាយស្រួលនិងមានប្រសិទ្ធភាពជាងមុនអញ្ចឹងហើយថ្ងៃនេះគឺខ្ញុំមកនិយាយអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់កុងតាក់2និងអំពូល1ដែលជាប្រព័ន្ធសាមញ្ញប៉ុន្តែមានសារៈប្រយោជន៍ច្រើនតើកុងតាក់2អំពូល1ជាអ្វីអញ្ចឹងនេះគឺជាការតច្រណកុងតាក់2និងអំពូល1ក្នុងនោះមានដូចជាកុងតាក់2ថ្មពិលអំពូលនិងខ្សែភ្លើងអញ្ចឹងចរន្តនេះគេច្រើនប្រើនៅកន្លែងកាំជណ្ដើរឬក៏នៅមុខទ្វារចំណែកឯការជ្រើសរើសកុងតាក់យកមកប្រើនោះគឺយើងត្រូវតែជ្រើសរើសយកកុងតាក់ដែលមានជើង3មានន័យថាមានកន្លែងឆ្លាប់ចរន្តវាចំនួន3សម្រាប់តខ្សែឧទាហរណ៍គេចង់ឡើងទៅជាប់ខាងលើប៉ុន្តែគេឃើញផ្លូវនោះងងឹតអញ្ចឹងគេប្រកាសជាចុចកុងតាក់ឲ្យអំពូលនេះភ្លឺដើម្បីឡើងទៅជាប់ខាងលើហើយចឹងនៅពេលដែលគេចុចកុងតាក់អំពូលនោះប្រកាសជាភ្លឺនៅពេលដែលភ្លឺគឺគេបានឡើងទៅជាប់ខាងលើដែលងាយស្រួលនិងសុវត្ថិភាពចឹងនៅពេលដែលគេឡើងទៅដល់ជាប់ខាងលើហើយគេប្រកាសជាចុចបិទកុងតាក់វិញហើយដើម្បីឲ្យអំពូលនោះងងឹតវិញដើម្បីចំណេញថវិកានិងចំណេញថាមពលនៅពេលដែលគេចង់ចុះមកវិញក៏គេអាចចុចកុងតាក់ពីខាងលើហ្នឹងដើម្បីបំភ្លឺភ្លើងដើម្បីចុះមកវិញក៏បានដែរចឹងករណីទី2នេះស្រដៀងនឹងករណីទី1ដែរចឹងនៅពេលដែលគេចង់ឡើងពីចុះខាងក្រោមទៅចុះខាងលើគឺគេត្រូវមើលអំពូលបើងងឹតយើងត្រូវចុចកុងតាក់ដើម្បីបំភ្លឺវាចឹងនៅពេលដែលគេចុចកុងតាក់ទៅអំពូលនោះភ្លឺយើងអាចឡើងទៅចុះខាងលើដែលងាយស្រួលចឹងនៅពេលយើងទៅចុះខាងលើបើយើងមានភាពរវល់អីមួយយើងត្រូវចុចបិទភ្លើងហើយយើងទៅធ្វើការងារយើងដែលត្រូវធ្វើនៅខាងលើនោះលក្ខណៈពិសេសរបស់វានោះគឺនៅពេលដែលមានមនុស្សម្នាក់ទៀតចង់ឡើងទៅចុះខាងលើដែរគឺគេគ្រាន់តែចុចកុងតាក់នៅពីខាងក្រោមក៏អាចបំភ្លឺភ្លើងដើម្បីឡើងទៅចុះខាងលើបានដូចគ្នានៅត្រង់កន្លែងនេះគឺខ្ញុំចង់ប្រាប់អំពីសៀគ្វីបិទសៀគ្វីបើកបន្តិចចឹងដើម្បីឲ្យអំពូលភ្លឺគឺយើងត្រូវបិទសៀគ្វីគឺមានន័យថាយើងបើកកុងតាក់នៅពេលនោះនឹងមានចរន្តឆ្លងកាត់ដែលវិលជុំវិញធ្វើឲ្យអំពូលនោះអាចភ្លឺបានបើយើងមើលច្បាស់ទៅវាមានរូបរាងបែបនេះនៅត្រង់កន្លែងនេះបើខ្ញុំបើកសៀគ្វីមានន័យថាអំពូលនោះនឹងត្រូវងងឹតចឹងនៅពេលដែលយើងបើកសៀគ្វីមានន័យថាយើងបិទកុងតាក់នៅពេលនេះយើងសង្កេតឃើញថានៅមានចន្លោះប្រហោងចឹងមិនមានចរន្តឆ្លងកាត់នោះទេទើបធ្វើឲ្យអំពូលនោះមិនភ្លឺនៅត្រង់កន្លែងនេះបើខ្ញុំបិទសៀគ្វីមានន័យថាយើងបើកកុងតាក់នោះអំពូលនោះនឹងភ្លឺយើងសង្កេតឃើញថាមានចរន្តឆ្លងកាត់ជុំវិញសូមបញ្ជាក់បន្តិចនៅរាល់ការពិសោធន៍នេះគឺខ្ញុំប្រើចរន្តជាប់ដោយប្រើថ្មពិលចឹងនៅពេលដែលខ្ញុំយកដៃទៅប៉ះសៀគ្វីបិទបើកនោះមិនធ្វើឲ្យខ្ញុំឆក់ទេតែជាក់ស្ដែងគេប្រើប្រាស់ចរន្តឆ្លងដែលមានតង់ខ្លាំងខ្ពស់នោះបើយើងយកដៃទៅប៉ះសៀគ្វីវាបណ្ដាលឲ្យយើងឆក់ចឹងអត្ថប្រយោជន៍នៃការប្រើប្រាស់កុងតាក់2អំពូល1មាន4ចំណុចសំខាន់គឺចំណុចទី1មានភាពងាយស្រួលថាអ្នកនរគ្នាបើកឬបិទភ្លើងនៅកន្លែងណាមួយហើយអ្នកនរគ្នាចង់បិទភ្លើងកន្លែងហ្នឹងវិញប៉ុន្តែអ្នកនរគ្នាមិនចាំបាច់ដើរត្រឡប់មកបិទភ្លើងកន្លែងដើមវិញទេគឺអ្នកនរគ្នាអាចបិទភ្លើងឬក៏បើកភ្លើងនៅកន្លែងមួយផ្សេងទៀតអញ្ចឹងវាជួយសន្សំពេលវេលានិងធ្វើឲ្យការរស់នៅកាន់តែមានភាពងាយស្រួលចំណុចទី2គឺចំណុចថវិកាវាជួយកាត់បន្ថយដូចជាការប្រើប្រាស់ភ្លើងរបស់យើងតិចវាជួយឲ្យវិក័យប័ត្រភ្លើងរបស់យើងកាន់តែតិចទៅតាមនឹងដែរចំណុចទី3គឺសុវត្ថិភាពអញ្ចឹងនៅពេលដែលយើងនៅកន្លែងងងឹតដូចជានៅកាំជណ្ដើរឬក៏មុខទ្វារយើងអាចបើកភ្លើងពីកន្លែងកាំជណ្ដើរឬក៏កន្លែងទ្វារនឹងឲ្យហើយទៅនៅពេលដែលយើងដើរទៅដល់ចុងផ្លូវយើងអាចបិទភ្លើងនៅកន្លែងចុងផ្លូវនឹងបានដែលយើងមិនបាច់ត្រឡប់មកបិទភ្លើងនៅកន្លែងដើមវិញអញ្ចឹងវាជួយកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចំណុចទី4គឺសមស្របសម្រាប់ផ្ទះទំនើបប្រព័ន្ធនេះស័ក្តិសមជាមួយនឹងផ្ទះទំនើបឬក៏អគារដែលមានជាន់ខ្ពស់ៗអញ្ចឹងវាជួយកាត់បន្ថយច្រើនយើងអាចបើកពីខាងក្រោមទៅបិទពីខាងលើដែលមិនចាំបាច់ចុះមកក្រោមវិញដែលយើងអាចខាត់កម្លាំងឬក៏ខាត់ពេលវេលាអញ្ចឹងទៅសរុបមកការប្រើប្រាស់កុងតាក់2អំពូល1នេះជាចំណុចដ៏ឆ្លាតវៃដែលជួយឲ្យយើងមានភាពងាយស្រួលសុវត្ថិភាពនិងការសន្សំសំចៃខ្ញុំសូមអរគុណនិងសូមជម្រាបលា